ធ្លាប់ប្រើឡានធម្មតាត្រូវប្ដូរប្រេងម៉ាស៊ីនប៉ុន្តែនៅពេលដែលប្ដូរមកប្រើអគ្គិសនីអត់ប្ដូរប្រេងម៉ាស៊ីនអញ្ចឹងភ្ញៀវសួរខ្ញុំថាតើត្រូវថែទាំដែរមែនបើសិនជាអត់មានត្រូវដូរប្រេងម៉ាស៊ីនផងឥឡូវខ្ញុំមកបើកឲ្យបងឃើញផ្នែកខាងក្នុងប្រព័ន្ធភ្លើងម៉ូទ័រតាក់ទងមួយគេហៅថាគ្រឿងរបស់វាអញ្ចឹងតាក់ទងមួយឡានប្រភេទអគ្គិសនីទោះបីមិនមានម៉ាស៊ីនប៉ុន្តែការថែទាំមួយឆ្នាំគឺក៏20000គីឡូចំណាយ$22អញ្ចឹងមានន័យថាការជិះប្រចាំថ្ងៃក៏សំចៃការថែទាំមួយឆ្នាំគឺក៏20000គីឡូចំណាយថែទាំម្ដងក៏វាអស់ធូរអញ្ចឹងមានន័យថាទោះបីមិនមានត្រូវបដូរប្រេងម៉ាស៊ីនប៉ុន្តែត្រូវឆែកប្រព័ន្ធភ្លើង12មុខពាក់ព័ន្ធមួយទឹកស្អំប្រេងប្រាំងដូចគ្នាគ្រាន់តែយើងដកជាមួយនឹងការបដូរប្រេងម៉ាស៊ីនចេញទេអញ្ចឹងឥឡូវនេះរថយន្តមួយនេះបានត្រឡប់ស្តុកមកវិញហើយមានតាំងពីរពណ៌អញ្ចឹងបងចាប់អារម្មណ៍អាច inbox មក Telegram ខ្ញុំបាន